កិច្ចព្រមព្រៀងអាមេរិកអ៊ីរ៉ង់អាចបើកច្រកសមុទ្រហ័រមូសឡើងវិញចាប់ពីថ្ងៃសុក្រសប្តាហ៍នេះក៏ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍ពេលនេះគឺចារកម្មអាមេរិកទម្លាយថាអ៊ីរ៉ង់ទទួលបានអំណាចថ្មីមួយដែលអាចធ្វើឲ្យពិភពលោកជ្រួលច្របល់ពេលណាក៏បានអំណាចនោះគឺទីក្រុងតេហ៍រ៉ង់អាចបិទច្រកហ័រមូសពេលណាក៏បានហើយអាមេរិកមិនអាចបង្ខំបើកវិញបានភ្លាមៗដោយដែលធ្លាប់គិតទុកនោះទេ CNN បានចេញផ្សាយនៅយប់ថ្ងៃទី16ខែមិថុនាឆ្នាំ2026ថារបាយការណ៍ចារកម្មនិងស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិកបានវាយតម្លៃថាចាប់ពីពេលនេះតទៅអ៊ីរ៉ង់អាចបិទច្រកហ័រមូសបានតាមចិត្តរបាយការណ៍បានពណ៌នាថាសង្គ្រាមលើកនេះបានផ្ដល់ឲ្យអ៊ីរ៉ង់នៅការគ្រប់គ្រងជាក់ស្ដែងលើច្រកសមុទ្រហ័រមូសដែលជាអាវុធសេដ្ឋកិច្ចខ្លាំងជាងអាវុធធម្មតាព្រោះវាអាចធ្វើឲ្យរញ្ជួយតម្លៃប្រេងការដឹកជញ្ជូននិងសេដ្ឋកិច្ចពិភពលោកទាំងមូលចារកម្មអាមេរិកពន្យល់ថាមុនមានសង្គ្រាមរដ្ឋធានី Washington តែងជឿថាអ៊ីរ៉ង់គ្រាន់តែគម្រាមបិទហ័រមូសព្រោះបើបិទមែនវានឹងប៉ះពាល់ដល់អ៊ីរ៉ង់ខ្លួនឯងនិងធ្វើឲ្យចិនប្រទេសឈូងសមុទ្រនិងទីផ្សារពិភពលោកខឹងសម្បានេះមានន័យថា Washington បានគណនាខុសអាមេរិកគិតថាអ៊ីរ៉ង់នឹងមិនហ៊ានប្រើហ័រមូសជាអាវុធទេប៉ុន្តែសង្គ្រាមលើកនេះបានបង្ហាញច្បាស់ថាទីក្រុងតេហ៍រ៉ង់ហ៊ានប្រើហើយប្រើបានដោយមិនចាំបាច់បំផ្លាញសមត្ថភាពយោធារបស់ខ្លួនច្រើនពេកដែរទិន្នន័យ EIA របស់អាមេរិកបង្ហាញថាច្រកនេះធ្លាប់ដឹកជញ្ជូនប្រេងប្រហែលជា21លានបារ៉ែលក្នុងមួយថ្ងៃឬស្មើនឹងជាង 20% នៃការប្រើប្រាស់ប្រេងពិភពលោកហើយក៏មានប្រមាណ 1/5 នៃពាណិជ្ជកម្មឧស្ម័ន LNG ពិភពលោកឆ្លងកាត់ទីនេះដែរនេះហើយជាមូលហេតុដែលចារកម្មអាមេរិកព្រួយបារម្ភចាប់ពីពេលនេះទៅរាល់ពេលចំនួនអាមេរិកអ៊ីរ៉ង់ឬចំនួនអ៊ីរ៉ង់អ៊ីស្រាអែលក្តៅឡើងវិញច្រកហ័រមូសនឹងក្លាយទៅជាការសម្ពាធដំបូងដែលពិភពលោកត្រូវគិតដល់ខ្ញុំរស់សុធាពី News Today NTTV